ជំរាបសួរខ្ញុំបាទសូមគោរពដឹងគុណនិងក្តីអាណិតអាសូរដល់ព្រះកងទ័ពខ្មែរដែលបានពលីជីវិតនិងកំពុងតស៊ូនៅតាមព្រំដែនរបស់កម្ពុជាថៃពួកយើងទាំងអស់គ្នាសូមគោរពដឹងគុណយ៉ាងក្រៃលែងក៏ដូចជាសូមបង្ហាញនូវទឹកចិត្តក្តីអាណិតអាសូរដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលបានភៀសសឹកនៅតាមបណ្ដាខេត្តដែលជាព្រំដែនរវាងប្រទេសកម្ពុជានិងថៃក៏ដូចជាពួកយើងជាប្រជាជនជួរក្រោយមិនមានអ្វីក្រៅពីជួយនៅទំនុកបម្រុងក៏ដូចជាបរិច្ចាគនៅស្បៀងថវិកាទៅតាមធនធានរបស់ពួកយើងមានសូមចូលរួមក្តីអាណិតអាសូរដល់បងប្អូនសិស្សានុសិស្សដែលមិនបានបន្តការសិក្សានៅក្នុងគណៈពេលបច្ចុប្បន្នដោយសារតែករណីការបន្ទោសគ្រាប់បែកក៏ដូចជាការឈិនពានរបស់ប្រទេសជិតខាងមកលើកម្ពុជាជាហេតុផលធ្វើឲ្យកុមារគ្រប់រូបគឺមិនទទួលបានការសិក្សារៀនសូត្រនៅក្នុងគណៈពេលនេះដោយហេតុនេះហើយសូមលោកប៉ាអ្នកម៉ាក់អ្នកអាណាព្យាបាលដែលកំពុងនៅជាមួយកូននៅតំបន់ជនភៀសសឹកសូមលោកប៉ាអ្នកម៉ាក់មើលថែរក្សាកូនឲ្យបានល្អជៀសវាងកូនទៅលេងកន្លែងណាឆ្ងាយបើសិនជាមានឱកាសក្នុងការបន្តការសិក្សានៅក្នុងមណ្ឌលជនភៀសសឹកសូមលោកប៉ាអ្នកម៉ាក់បញ្ជូនកូនឲ្យសិក្សាទោះបីក្នុងគណៈទេសៈណាក៏ដោយដោយសារតែការសិក្សាវាមានសារៈសំខាន់សូមបងប្អូនប្រជាជនកម្ពុជាទាំងអស់មេត្តាកុំបង្ហោះឬថតរូបវីដេអូតាក់ទងជាមួយនឹងការចល័តទ័ពឬក៏សពាវុធរបស់កងទ័ពកម្ពុជាជៀសវាងប្រជាមិត្តដឹងនិងធ្វើបាបយើងដោយងាយបើសិនជាបងប្អូនមិនជួយសហការនិងសូមសនំពរដល់អាជីវករគ្រប់ប្រភេទមិនថាលក់ទំនិញឧបភោគបរិភោគទាំងឡាយសូមមេត្តាកុំដំឡើងថ្លៃទៅលើទំនិញដែលជាតម្រូវការចាំបាច់របស់ប្រជាជនភៀសសឹកនិងរបស់បងប្អូនដែលជាអ្នកផ្ដួចផ្ដើមនៅមូលនិធិផ្សេងក្នុងកលៈទេសៈនេះយើងទាំងអស់គ្នាដឹងហើយថាប្រជាជនដែលរស់នៅក្នុងតំបន់កំពុងតែមានបញ្ហាគឺពិបាកតួយ៉ាងដូចជាការរកស៊ីការធ្វើការជាដើមដូចនេះសូមបងប្អូនអាជីវករដែលនៅតំបន់ដែលមានសុវត្ថិភាពសូមមេត្តាយោគយល់និងបន្តការលក់នៅក្នុងតម្លៃដដែលជាចុងក្រោយសូមគោរពជូនពរនិងបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ជួយការពារថែរក្សាប្រជាជនកម្ពុជាឲ្យរស់នៅប្រកបដោយសុខសុវត្ថិភាពនិងជៀសវាងនៅគ្រោះថ្នាក់ផ្សេងជាយថាហេតុនិងសូមជូនពរដល់បងដែលជាកងទ័ពក្លាហានរបស់កម្ពុជាទទួលបាននូវជ័យជំនះនិងត្រឡប់មកជួបគ្រួសារវិញដោយមានក្តីសុខសូមអរគុណនិងសូមជម្រាបលា